បើសិនជាកម្ពុជានិងថៃបានរៀបចំខណ្ឌសីមាព្រំដែនរួចរាល់គ្មានចំនួនតទៅទៀតប្រជាជននៅតាមបណ្ដោយព្រំដែនអាចមើលឃើញពន្លឺសន្តិភាពឡើងវិញអាចប្រកបរបររកស៊ីចិញ្ចឹមជីវិតទីហ៊ានមានពេលវេលាជួបជុំគ្រួសារសាច់ញាតិបងប្អូនច្រើនជាងមុនប្រជាជនមិនចាំបាច់ភៀសសឹកទៅនៅតំបន់ផ្សេងសិស្សានុសិស្សនឹងអាចចូលរៀនបានទៀងទាត់ឡើងវិញជាធម្មតាកម្ពុជាគឺជាប្រទេសមួយដ៏កំសត់បានឆ្លងកាត់សង្គ្រាមឈ្លានពាននិងសង្គ្រាមស៊ីវិលអស់រយៈកាលជាច្រើនសតវត្សរ៍ហើយតាំងពីដើមឆ្នាំ2025មកកម្ពុជាបានរកាំរកូសជុំវិញបញ្ហាព្រំដែនជាមួយថៃរហូតឈានដល់ការប៉ះទង្គិចប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែនបណ្ដាលឲ្យប្រជាជននៅតាមព្រំដែនរស់នៅទាំងត្រដាបត្រដួសផិតភ័យពីមួយថ្ងៃទៅមួយថ្ងៃមានប្រជាជនទាហានបាត់បង់ជីវិតបាត់បង់គ្រួសារគំរាមកំហែងដល់សន្តិភាពរយៈពេលជាច្រើនខែបងប្អូនសាកស្រមៃទៅមើលបើសិនជាកម្ពុជានិងថៃបានរៀបចំខណ្ឌសីមាព្រំដែនរួចរាល់គ្មានចំនួនតទៅទៀតកម្ពុជាជាពិសេសប្រជាជននៅតាមបណ្ដោយព្រំដែនអាចមើលឃើញពន្លឺសន្តិភាពឡើងវិញអាចប្រកបរបររកស៊ីចិញ្ចឹមជីវិតតាមធម្មតាដោយគ្មានការភ័យខ្លាចទីហ៊ានមានពេលវេលាជួបជុំគ្រួសារសាច់ញាតិបងប្អូនច្រើនជាងមុនមិនចាំបាច់ត្រូវរស់នៅឆ្ងាយពីគ្រួសារប្រជាជនមិនចាំបាច់ភៀសសឹកទៅនៅតំបន់ផ្សេងសិស្សានុសិស្សនឹងអាចចូលរៀនបានទៀងទាត់ឡើងវិញជាធម្មតា